ក្រោយពីបានឡើងឋានសួគ៌រួចរាល់មកអ្នកទាំងពីរក៏បានទៅសម្អាតខ្លួនដើម្បីចូលគេងនាពេលដែលពួកគេត្រឡប់ពីលាងខ្លួនរួចវេហាបានឡើងលើគ្រែដើម្បីសម្រាកពីព្រោះតែអស់កម្លាំងពេលប្រយុទ្ធនៅលើសមរភូមិក្តៅមុខនេះមិនតិចបងវេហាខ្ញុំពិតជាបារម្ភណាស់នាពេលដែលពួកយើងជ្រុលជ្រោះមុនពេលចាស់ទុំដឹងឮអូនបារម្ភខ្លាចតែបងប្រែចិត្តបោះបង់អូនចោលបន្ទាប់ពីបានខ្លួនប្រាណអូនរួចម្យ៉ាងវិញទៀតវាពិតជាលឿនមែនតែនដែលពួកយើងធ្វើបែបនេះទោះបីពួកយើងជាប្រុសក៏ដោយយ៉ាងណាគួរតែមើលចិត្តគ្នាឲ្យយូរជាងនេះបន្តិចមិនគួរណាភ្លេចខ្លួនមួយពេលបែបនេះសោះតើបងនឹងចោលអូនដែរឬទេឬក៏បងយកអូនដើម្បីតែកំដរកាមតណ្ហារបស់បងអូនក៏មិនដឹងថាបងស្រឡាញ់មនុស្សប្រុសឬស្រីជាគូអនាគតឡើយរដ្ឋាអូនបងស្រឡាញ់អូនណាស់តាំងពីថ្ងៃជួបអូនលើកដំបូងពេលដែលបងបានជួបមុខអូននៅឯចំការពោតបេះដូងបងវាប្រាប់ថាអូននេះហើយជាម្ចាស់របស់វាទោះបីជាបងមិនមានភាពបរិសុទ្ធឲ្យអូនក៏ដោយតែអូនជាមនុស្សតែម្នាក់ដែលបងនឹងផ្ញើវាសនាមួយជីវិតជាមួយអូនបងធានាថានឹងចូលស្ដីដណ្ដឹងអូនជាគូអនាគតរបស់បងស្រឡាញ់ប្រុសដូចគ្នាបងមិនស្រឡាញ់មនុស្សស្រីទេកុំបារម្ភធ្វើអ្វីបងសន្យាថានឹងដឹកដៃអូនដើរឆ្លងឧបសគ្គទាំងអស់គ្នាយ៉ាងមិនដែរប៉ុណ្ណឹងព្រមគេងហើយឬនៅម្ចាស់បេះដូងបង